បាទរបៀបឬក៏អត្ថប្រយោជន៍នៃកិច្ចសន្យាគ្រួសារអ្វីទៅជាកិច្ចសន្យាគ្រួសារបាទវាគឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពបំផុតបាទដែលជួយឲ្យកូនមានអារម្មណ៍ថាគាត់ជាមនុស្សធំគាត់មានសិទ្ធិសម្រេចចិត្តនិងទទួលខុសត្រូវមិនមែនគ្រាន់តែស្ដាប់បញ្ជាហើយធ្វើតាមនោះទេបាទតើគោលបំណងនៃកិច្ចសន្យាគ្រួសារហ្នឹងមានប្រយោជន៍អ្វីខ្លះគឺដើម្បីឲ្យផ្ទះរបស់យើងនឹងមានសណ្ដាប់ធ្នាប់មានពេលវេលាសម្រាប់លំហែកាយជាមួយគ្នាតើតួនាទីនិងការទទួលខុសត្រូវរបស់កូនត្រូវយល់ព្រមតាមហើយនឹងអនុវត្តតាមកិច្ចការប្រចាំថ្ងៃបាទដែលមានការព្រមព្រៀងគ្នាឧទាហរណ៍ថាការសិក្សាបញ្ចប់កិច្ចការផ្ទះមុនម៉ោង 9 យប់បាទសណ្ដាប់ធ្នាប់ចេះរៀបចំបន្ទប់គេងនិងកន្លែងរៀនឲ្យមានរបៀបមុនពេលចូលគេងកិច្ចការផ្ទះគឺជួយលាងចានឬបោសផ្ទះបាទជ្រើសរើសមួយបន្ទាប់ពីញ៉ាំបាយរួចតើកូនចង់យកលាងចានឬក៏យកបោសផ្ទះបាទមួយណាក៏បានគឺផ្ដល់ជម្រើសបាទសិទ្ធិនិងរង្វាន់ដែលទទួលបាននៅពេលដែលគាត់គ្រប់តាមអ្វីដែលយើងបានពិភាក្សាគ្នានិងធ្វើរួមគ្នាហើយនឹងចុះហត្ថលេខាទៀតពេលខ្លះបាទហើយបើសិនបើកូនអនុវត្តបានតាមកិច្ចសន្យាទាំងនេះកូននឹងទទួលបានយើងអាចឲ្យរង្វាន់ដូចជាមានសិទ្ធិប្រើប្រាស់ទូរស័ព្ទបាទលេងហ្គេមអីចឹងក្នុងរយៈពេល30នាទីបាទបន្ទាប់ពីធ្វើកិច្ចការងាររួចឬក៏យើងកំណត់ថាក្នុងមួយថ្ងៃហ្នឹងមើលបាន1ម៉ោងនៅពេលដែលគ្រប់កិច្ចការងារបានល្អយើងអាចមានឱកាសជារង្វាន់ថាដើរកម្សាន្តឬក៏ទៅញ៉ាំអីដែលកូនចូលចិត្តនៅចុងសប្តាហ៍បាននៅពេលដែលគាត់គ្រប់បាននៅកិច្ចការនេះហើយមិនមែនត្រឹមតែទទួលបានផលល្អទេក៏ត្រូវត្រៀមនៅផលអវិជ្ជមានមួយចំនួនដែរក្នុងករណីកូនមិនគោរពបាននៅកិច្ចសន្យានេះគឺកូនគ្មានសិទ្ធិក្នុងការលេងហ្គេមឬលេងទូរស័ព្ទនោះទេបាទមិនឲ្យលេងទេរហូតដល់កិច្ចការនោះត្រូវបានបញ្ចប់រួចរាល់បាទអាចកាត់បន្ថយពេលវេលាកម្សាន្តនៅចុងសប្តាហ៍ក៏អត់បានទៅលេងនៅទីណាដែរបាទនេះផលអវិជ្ជមាននៅពេលដែលគាត់មិនគោរពតាមកិច្ចសន្យាបាទចំណុចទី2សួរថាតើយើងមានកន្លឹះអីខ្លះដើម្បីធ្វើឲ្យកិច្ចសន្យាគ្រួសារនឹងទទួលបានជោគជ័យបាទយើងមាន4ចំណុចដែរទី1ការងារហ្នឹងគឺត្រូវតែពិភាក្សាបាទដោយមិនបង្ខំបាទពិភាក្សាទៅលើផ្នែកណាខ្លះដែលកូនអាចធ្វើបានបាទបើគាត់ជាអ្នកចូលរួមកំណត់ច្បាប់គាត់នឹងចង់ធ្វើវាជាជាងយើងដាក់ឲ្យបង្ខំគាត់ទី2យើងត្រូវតែសរសេរវាចេញមកបិទនៅកន្លែងណាដែលច្បាស់ដូចជានៅលើទ្វារនៃទូទឹកកកដែលជាកន្លែងគាត់មើលឃើញញឹកបាទទី3ធ្វើជាគំរូឪពុកម្ដាយគឺត្រូវតែធ្វើជាគំរូបាទប៉ាម៉ាក់ក៏ត្រូវមានវិន័យលើខ្លួនឯងដែរបាទឧទាហរណ៍មិនត្រូវលេងទូរស័ព្ទឬមើលទូរស័ព្ទពេលកំពុងញ៉ាំបាយឡើយនេះជាអ្វីដែលពុកម្ដាយបង្ហាញជាគំរូបាទចិត្តត្រជាក់ចំណុចទី4បើគាត់មិនធ្វើយើងមិនត្រូវគិតតែជេរគាត់នោះទេហើយក៏កុំរអ៊ូរទាំខ្លាំងពេកដែរគ្រាន់តែចង្អុលទៅលើកិច្ចសន្យាហើយនិយាយថាពេលកូនធ្វើតាមកិច្ចសន្យានេះរួចកូននឹងអាចលេងហ្គេមដូចអ្វីដែលយើងបានព្រមព្រៀងគ្នា
ចឹងកិច្ចសន្យាគ្រួសារគឺមានសារៈសំខាន់ណាស់បាទវាជាវិធីមួយដែលធ្វើឲ្យគ្រួសារមានវិន័យហើយយើងដឹកនាំគ្រួសារមានប្រសិទ្ធភាពបាទយើងមានចំណុចមួយចំនួនដែលត្រូវធ្វើបាទជារួមមកវិញមកគឺទី1យើងអាចផ្ដោតទៅលើការសិក្សារបស់គាត់បាទnênថាឲ្យគាត់បញ្ចប់ការសិក្សានៅម៉ោងកំណត់មួយទី2សន្តាប់ធ្នាប់ក្នុងការរៀបចំបន្ទប់គេងឬកន្លែងរៀនបាទទី3គឺកិច្ចការងារផ្ទះបាទជួយធ្វើនេះធ្វើនោះហើយយើងនៅពេលដែលគាត់ធ្វើការងារនឹងបានល្អយើងក៏ត្រូវចេះផ្ដល់នៅរង្វាន់ឬក៏សិទ្ធិដែលគាត់អាចទទួលបានត្រឡប់មកវិញដែរបាទដូចជាការឲ្យគាត់មើលទូរស័ព្ទក្នុងរយៈពេល30នាទីឬក៏ការដើរលេងកម្សាន្តផលវិបាកមកគាត់មិនធ្វើតាមយើងក៏ត្រូវតែមានវិន័យសម្រាប់អ្វីដែលគាត់មិនបានអនុវត្តពេញលេញដូចជាមិនឲ្យមើលទូរស័ព្ទឬក៏មិនបានទៅលេងទីណាទេនៅចុងសប្តាហ៍ហើយដើម្បីឲ្យកិច្ចសន្យាគ្រួសារទទួលបានជោគជ័យបាទយើងត្រូវតែពិភាក្សាលក្ខខណ្ឌទាំងអស់នេះគឺជាមួយកូនបាទរួចហើយយើងត្រូវតែសរសេរវាចេញដាក់ក្នុងกระดาษមួយឲ្យស្អាតហើយយកទៅបិទបាទនៅកន្លែងណាដែលគាត់មើលឃើញញឹកហើយប៉ាម៉ាក់ហ្នឹងក៏ជាគំរូដែរបាទមិនត្រូវធ្វើគំរូមិនល្អចំពោះគាត់គ្រប់ពេលវេលាទេបាទត្រូវធ្វើគំរូល្អហើយនឹងបង្ហាញជាអ្នកដឹកនាំបាទចិត្តត្រជាក់ពេលខ្លះយើងធ្វើកិច្ចសន្យាមែនតែគាត់នៅតែមិនគោរពយើងមិនត្រូវជេរបន្តិចគាត់ទេមិនត្រូវរអ៊ូរទាំទេគ្រាន់តែហៅគាត់ទៅមើលកិច្ចសន្យាហើយចង្អុលទៅកិច្ចសន្យានោះហើយប្រាប់គាត់ថានៅពេលដែលគាត់គ្រប់វាបានពេញលេញឬធ្វើការងាររួចរាល់កូននឹងទទួលបាននៅអ្វីដែលយើងបាននិយាយគ្នាបាទ